គ្នាយើងចុះបើខ្ញុំប្រាប់ថា emote ស្ពងបាប់ដែលគេល្បីពេញ TikTok ហ្នឹងគឺគេ edit ទេអត់មានមែនតែនទេគ្នាយើងជឿខ្ញុំអត់ហ្នឹងហើយអ្នកទាំងអស់គ្នាតាមពិត emote ហ្នឹងគឺគេ edit ទេដោយសារតែ content creator គាត់ edit លេងអញ្ចឹងណាប៉ុន្តែមានការចាប់អារម្មណ៍ច្រើនខ្លាំងមែនតើហ្មងទាំងខ្ញុំចង់បានដូចតែគ្នាហ្នឹងវាឡើង cute ហើយឌឺគេញាក់ទៀតខ្ញុំឃើញមានគ្នាយើងច្រើនណាស់ទាំងខ្មែរទាំងប្រទេសគេ comment សួរបងឯងរបៀបយកមិន how to យក how to អីចឹងទៅទាំងដែលកាប់ទៅគឺ emote ហ្នឹងគេ edit ទេគ្នាយើងហើយ emote ពិតប្រាកដរបស់ SpongeBob ហ្នឹងគឺមាន3ហើយអត់សូវ cute ដូចអាគេ edit ហ្នឹងប្រហែលទេហើយឥឡូវចាំមើលខ្ញុំដាក់អា emote ពិតប្រាកដ3ហ្នឹងឲ្យគ្នាយើងមើលហើយអាហ្នឹងគឺជា emote របស់ SpongeBob 3ឯគ្នាយើងហើយនេះគឺជា emote របស់ Patrick ម្ដងអញ្ចឹងហើយអាហ្នឹងគឺវា edit ទេគ្នាយើងឈប់ឆ្ងល់លើថាមិនបានចូលទៅក្នុង event គេទៅអត់ឃើញមានអា emote សើចហាចង់អាយ៉ាស់ mod របស់ SpongeBob ហ្នឹងប៉ុន្តែខ្ញុំទទួលស្គាល់គ្នាយើងទោះបីជាវា edit មែនណាតែគឺ creative ខ្លាំងមែនតើអ្នក edit ហ្នឹងគឺគាត់មានកំណត់ច្នៃប្រឌិតខ្លាំងដូចជាគ្នាយើងបានឃើញអញ្ចឹងថា emote official របស់ Mobile Legends ទាំងអស់ដែលខ្ញុំដាក់ឲ្យគ្នាយើងមើលហ្នឹងមើលទៅគឺមានអីគួរឲ្យចាប់អារម្មណ៍ទេចាញ់ទាំង fan អ្នក edit ទៀតអញ្ចឹងមិនខ្ញុំថាហ្នឹងគ្នាយើងក្រុមការងារ Mobile Legends ណាមុនធ្វើ emote អីគួរតែចេះមើលផងថា player ចូលចិត្ត emote បែបអីដោយសារតែភាគច្រើនណា player Mobile Legends ចូលចិត្តអា emote ណាដែលថាដាក់ឲ្យឌឺគេមកទំហឹងហ្មងដាក់ឲ្យគឺគេហក់ធាក់ចូលក្នុង thread ហ្មងនិយាយទៅអាហ្នឹងវាជារឿងធម្មតាត្រូវអត់គ្នាយើងដោយសារតែហ្គេមត្រូវការអីដែលរឿងលះរឿងញោះគ្នាឲ្យរឿងក្តៅលឹកត្រជាក់បន្តិចណាហ្នឹងមិនលេងទៅសុបាយ